គេល្បីគេផ្ទុះតរេនមេមត់តរេនកប៉ោតឥឡូវខ្ញុំចុះដល់ទាំងពីរខែតាំងមេមត់តាំងកប៉ោតមិនដល់ឃើញតែក្តាប់ឥឡូវបងប្អូនជួយរកអ្នកគ្នាមើលគេផ្ទុះឲ្យលក់ពេញទីផ្សារខ្ញុំឆ្ងល់តែមិន20គេណាបងប្អូនច្រើន20ខ្លាំងមែនតើគេផ្ទុះឥឡូវខ្ញុំគិតថាមកពីពេញជន់ឡានប្រហែលចង់100គីឡូជាងអញ្ចឹងឯងឡា100គីឡូជាងដើម្បីមករកតលេនមកដល់ឃើញតែក្តាប់មកដល់ចកាណាម្ដងឥឡូវបងប្អូនទៅជួបជាមួយនឹងម្ចាស់ចំការផ្ទាល់ឲ្យគាត់បកស្រាយទៅតើអាគេកំពុងតែផ្ទុះនេះផ្ទុះថាតរេនលក់ពេញទីផ្សារថាហើយយកឈ្មោះតរេនមួយមុតមកទៀតឥឡូវមកជួបម្ចាស់ឆ្កាមើលតរេនមួយមុតនឹងមានឬក៏អត់បងជំរាបសួរសុំដាក់ម៉ៃបងមួយអើយបងថែចកានេះប្រហែលឆ្នាំហីបងនេះខ្ញុំដាំផ្ទាល់ដៃអាដើមនេះអានេះចូល8ឆ្នាំណា8ឆ្នាំ8ឆ្នាំបាទនោះ10ដាំ2វគ្គអូយកដែរ10ឆ្នាំចឹងបបប្រសពក្រាស់ក្រែលហើយបងមកល្មមបងប្អូនឥឡូវចេះឃើញគេផ្ទុះកំពុងតែផ្ទុះលក្ខណៈថាមានទាំងតរេនមួយមុតតរេនកប៉ោតដែលគេល្បីខ្លាំងតែផុសលក់ពេញទីផ្សារលេងមកប្រហែលថ្ងៃនេះឃើញកំពុងតែផ្ទុះមែនតើផ្ទុះមែនតើទាំងដែលខ្ញុំម្ចាស់ចកានៅទឹកដីខ្លួនឯងអត់មានទេសតក្តាប់អត់តមានតែក្តាប់បងប្អូនមិនថាมันមានទេបងប្អូនមានគាត់ថានៅផ្ទះមានមួយដើមដែរកំពុងតែទុំហើយតែមួយផ្លែមួយដើមហ្នឹងផ្លែទាំងអស់មែនផ្លែបានថា30ផ្លែជាងហើយយើងទៅលក់យ៉ាងម៉េចទុកតែហូបខ្លួនឯងហ្នឹងតែអាចថារាប់100គីឡូដល់លក់បានទេគេអ្នកលក់ថារាប់100គីឡូហើយខ្ញុំនេះអត់មានទេក្រុមការងារខ្ញុំនៅក្នុងឃុំនេះគឺអត់មានទេបាទទើបគីឡូខេត្តផ្សេងគេមានចេះផ្សេងនេះអត់ដឹងដែរហ្នឹងក៏តែសួរបងប្អូនដែលនៅខាងខេត្តហ្នឹងណាជួយខមមិនមួយផងបើសិនអ្នកខេត្តផ្សេងបានដឹងណាតំបន់បងប្អូនទុំហើយនៅបងខ្ញុំអត់ទាន់មានទេចេះបងប្អូនណាបងប្អូនបើសិនជាចំការនៅខេត្តផ្សេងក្រៅពីមួយមុតមានដែលជាតរេនរបស់ខ្មែរតែម្ដងមានណាតាក់តងមកខ្ញុំមកខ្ញុំសុំទិញហើយមកលក់តែម្ដងតាក់តងមកខ្ញុំមកព្រោះខ្ញុំចូលចិត្តណាស់តរេនខ្មែរហើយឥឡូវនេះបងប្អូនណាសម្រាប់បច្ចុប្បន្ននេះតរេនបច្ចុប្បន្ននេះគឺសល់តែក្តាប់ទេហើយឮថាអញ្ចឹងបងតរេននៅពេលដែលតរេននេះប្រមូលផលបានមករដូវហើយអាតរេនមួយនោះតមករដូវទៀតបាទមានឆ្នាំហ្នឹងមាន2វគ្គមានពីរប្រភេទខុសគ្នាឬក៏ប្រភេទតែមួយពូជាមួយគ្នាគាត់ថាវាចេញផ្កាមុនហើយនឹងក្រោយដោយថានេះចេញផ្កាអត់តាន់ចេញទេពេលដែលវាចាប់ផ្ដើមរីកចជាក្តាប់ហើយបានវាចេញផ្កាមួយវគ្គទៀតបាទបងឥឡូវអញ្ចឹងយើងឃើញព័ត៌មានថ្មីនេះគឺចិនបិទមិនទទួលតរេនប្រទេសទាំងពីរមានអីគេខ្លះមានថៃបាទថៃវៀតណាមអញ្ចឹងបងគាត់ថាវាអាចចោលចូលខ្មែរទេអូនេះតាមពិតតែវាសល់គឺមកហើយទៅសល់មកបាទតែរដូវរបស់វៀតណាមរបស់ថៃរបស់អីហ្នឹងក្នុងកំឡុងខែណាឬក៏ខែហ្នឹងតែម្ដងបោះអីគេដែររបស់វៀតណាមហើយថៃអូបើតាមមើលទៅខ្ញុំឃើញគេលក់នៅសើតែគ្រប់ខែទៅហើយគ្រប់ខែដោយសារគេប្រើគីមីអត់ដឹងដែរសំខាន់ឲ្យអ្នកហូបគេពិចារណាថាមានលក់រហូតខាងស្រុកមួយមុតយើងហ្នឹងណាព្រោះអញ្ចឹងបងប្អូនពិចារណាទៅព្រោះធម្មតាគ្រប់យ៉ាងគ្រប់ផ្លែឈើសិតតែមានរដូវកាលអញ្ចឹងមានរដូវតែបើសិនជាអត់រដូវហ្នឹងគួរតែគិតដែរបាទគេខាងស្រុកមួយមុតបើតាមเพจអ្នកលក់គេថាមានគ្រប់រដូវតែបើចំពោះខ្ញុំម្ចាស់ចកាផ្ទាល់មួយរដូវមានតែម្ដងឯងបើផ្សព្វ10ឆ្នាំមកបងប្អូនមួយរដូវមានតែម្ដងទេមុនហើយនឹងក្រោយដូចថាដើមនេះផ្លែដើមនោះទៅតែចេញផ្កាអញ្ចឹងវាអាចម្លងគ្នាប្រហែលជាមួយខែអីចឹងទៅដូចថាប្រមូលផលខែ6ខែ7អាចខែ8អស់ហើយបាទពេលហ្នឹងគឺអស់ហើយគ្មានទៀតឡើយតែបើខាងខេត្តផ្សេងគេលោធ្វើខុសរដូវអីខ្ញុំអត់ដឹងបាទបងបាទអញ្ចឹងណាអញ្ចឹងចេះឃើញថាបច្ចុប្បន្ននេះគេគិតទៅតរេនផ្នែកមួយគឺយើងខ្លាចបំផុតគីមីតរេនដែលនិយាយទៅអត់សូវជាសុខភាពល្អហ្នឹងហើយវាអាចប៉ះពាល់ប៉ុន្តែទៅលើរឿងមួយទៀតគឺបន្លែបន្លែត្បិតតែរបស់ធូរថ្លៃប៉ុន្តែទូចតាចក៏ប៉ុន្តែមែនប៉ុន្តែយើងញ៉ាំរងថ្ងៃប៉ះពាល់ជាងតរេនទៀតប៉ះពាល់ហ្នឹងចំណុចហ្នឹងហើយបាទតែខ្ញុំគួរតែបារម្ភដែរឥឡូវបងមានអីជឿយោបល់ចុងក្រោយណែនាំទៅចង់ឲ្យបាទចុងក្រោយគឺខ្ញុំចង់ឲ្យបងប្អូនយើងណាកុំផ្ដោតទៅលើតែដំណាំតរេនយើងថាផ្ដោតរួចហើយបាទក៏ប៉ុន្តែអាដំណាំបន្លែដូចថាការហូបចុកហ្នឹងគួរយើងផ្ដោតនាំគ្នាជួយនិយាយដើម្បីឲ្យថ្នាក់ដឹកនាំការងាររបស់យើងណាជួយកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេសសូមដល់ពេលអញ្ចឹងទៅឲ្យពលរដ្ឋរបស់យើងនៅក្នុងស្រុកមានការងារធ្វើងាកមកដាំមកមានទីផ្សារលក់ទាំងទៅបានកម្រៃក៏ជីវភាពធូរធារទៅតាមនឹងដែរអញ្ចឹងណាធម្មជាតិទៀតហ្នឹងហើយអញ្ចឹងគោលបំណងរបស់ខ្ញុំគឺគ្រាន់តែមកបំភ្លឺទៅប៉ុណ្្នឹងទេឃើញថាចកាបងអត់ទាន់មានទេគោលបំណងរបស់ខ្ញុំជន់ឡានមកគឺដើម្បីញ៉ាំតរេនអត់ទាន់មានទេមកដល់ឃើញតែ10អញ្ចឹងលាបងប៉ុណ្្នឹងណាបាទអរគុណបាទជំរាបលាបងប្អូនអរគ្នាបាទ